សួស្តីនិងសូមស្វាគមន៍ការវិលត្រឡប់មកកាន់ដើមថ្នោតនិទានរឿងជាថ្មីម្ដងទៀតប្រិយមិត្តអ្នកស្ដាប់ជាទីគោរពតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សចាស់ពីដើមតែងតែហាមមិនឲ្យយើងទៅលេងកន្លែងស្ងាត់ៗឬកន្លែងដែលមានប្រវត្តិឈឺចាប់គេថានៅទីកន្លែងខ្លះវាមានម្ចាស់ហើយម្ចាស់ទាំងនោះមិនមែនជាមនុស្សដូចយើងនោះទេនៅរាត្រីនេះខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តទៅកាន់អតីតកាលទៅកាន់មន្ទីរពេទ្យចាស់មួយកន្លែងដែលត្រូវបានគេបោះបង់ចោលយើងនឹងទៅជួបជាមួយបុរសម្នាក់ដែលចំណាយពេលពេញមួយជីវិតរបស់គាត់នៅជាមួយសាកសពច្រើនជាងនៅជាមួយមនុស្សរស់សូមបងប្អូនបិទភ្លើងពាក់កាសហើយបណ្ដែតអារម្មណ៍ទៅតាមសាច់រឿងជាមួយខ្ញុំបាទឥឡូវនេះមេឃនៅរសៀលថ្ងៃអង្គារនោះហាក់ដូចជាកំពុងកាន់ទុកចំនួនវិញ្ញាណរាប់រយដែលកំពុងដេកលក់នៅក្នុងអគារចាស់មួយពពកពណ៌ប្រផេះក្រាស់ខ្មឹកបានរសាត់មកបិទបាំងពន្លឺព្រះអាទិត្យតាំងពីម៉ោង 2 រសៀលធ្វើឲ្យបរិវេណមន្ទីរពេទ្យបង្អែកខេត្តទាំងមូលស្ថិតនៅក្នុងភាពស្រអាប់ហាក់ដូចជាពេលវេលាត្រូវបានបិទបញ្ចប់ត្រឹមនឹងនៅខាងក្រៅអគារសម្រាប់ព្យាបាលដ៏មមាញឹកដែលមានមនុស្សចេញចូលប្រជិតគ្នាដូចវងស្រមោចមានផ្លូវលំតូចមួយក្រាលគ្រួសក្រហមនាំឆ្ពោះទៅកាន់អគារដាច់ស្រយាលមួយនៅជើងភ្នំអគារនោះសង់ពីឥដ្ឋតាន់បូកបាយអពណ៌លឿងដែលពេលនេះប្រែទៅជាពណ៌ខ្មៅដោយសារស្លែនិងស្នាមទឹកភ្លៀងរាប់សិបឆ្នាំវាមិនមានបង្អួចកញ្ចក់ភ្លឺរលោងដូចអគារថ្មីទេវាមានតែបង្អួចឈើប្រេះដែលបិទជិតជានិច្ចស្លឹកឈើស្ងួតដែលជ្រុះមកលើដំបូលបានរមៀលធ្លាក់ចុះមកដីម្ដងមួយបង្កើតជាសំឡេងក្រោកក្រាក់គួរឲ្យចម្លែកចិត្តហើយនោះគឺជាអគារដង្កល់សពឬអ្នកស្រុកនៅទីនោះហៅថាផ្ទះខ្មោចបុរសចំណេះម្នាក់ដែលមានសក់ពណ៌សលីខ្មៅនិងស្បែកជ្រីវជ្រួញតាមវ័យកំពុងអង្គុយលើកៅអីឈើនៅមុខអគារនោះគាត់មានឈ្មោះថាសម្បត្តិក្នុងដៃរបស់គាត់មានវិទ្យុចាស់មួយគ្រឿងដែលកំពុងផ្សាយព័ត៌មានអំពីអាកាសធាតុសំឡេងនៃអត្ថាធិប្បាយក្នុងវិទ្យុលាយឡំជាមួយសំឡេងខ្យល់បក់រវិចធ្វើឲ្យបរិយាកាសកាន់តែស្ងប់ស្ងាត់ពូសម្បត្តិមិនមែនគ្រាន់តែជាអ្នកយាមទេគាត់គឺជាអ្នកថែរក្សាផងដែរអស់រយៈពេលជាង30ឆ្នាំមកហើយដែលគាត់បានចំណាយជីវិតនៅទីនេះគាត់បានឃើញមនុស្សស្លាប់ច្រើនជាងមនុស្សរស់គាត់បានឃើញទឹកភ្នែកញាតិមិត្តរាប់ពាន់ដំណក់គាត់បានឃើញសាកសពគ្រប់ប្រភេទតាំងពីសាកសពក្មេងតូចដែលមិនទាន់ទាំងបានបើកភ្នែកមើលពិភពលោករហូតដល់សាកសពចាស់ជរាដែលមានសាច់ញាតិហែហមពេញមុខក្រោយសម្រាប់គាត់សេចក្តីស្លាប់មិនមែនជារឿងគួរឲ្យខ្លាចនោះទេវាគឺជាមិត្តចាស់គាត់តែងតែនិយាយប្រាប់ក្មេងៗជំនាន់ក្រោយដែលទើបចូលមកធ្វើការហើយរត់បាត់អស់ក្នុងរយៈពេលតែមួយថ្ងៃថាកុំខ្លាចខ្មោចអីក្មួយខ្មោចមិនចេះធ្វើបាបយើងទេមនុស្សរស់ទេតើដែលគួរឲ្យខ្លាចជាងនោះប៉ុន្តែពាក្យសម្ដីមួយឃ្លានេះប្រហែលជាត្រូវការប្រែឡើងវិញនៅយប់នេះម៉ោង 4:30 នាទីល្ងាចសំឡេងស្បែកជើងស្បែកបោះជំហានមកលើផ្លូវគ្រួសពូសម្បត្តិងាកទៅមើលគឺលោកនាយកមន្ទីរពេទ្យទឹកមុខរបស់គាត់ហាក់ដូចជាមានការងារដ៏សំខាន់និងប្រញាប់ប្រញាល់ជំរាបសួរលោកនាយកពូសម្បត្តិក្រោកឈរធ្វើការគោរពមិនបាច់ទេពូសម្បត្តិអង្គុយចុះមកនាយកវ័យក្មេងតបវិញដោយស្នាមញញឹមប៉ុន្តែជាស្នាមញញឹមដែលបង្កប់ដោយភាពតានតឹងខ្ញុំមានដំណឹងមួយចង់ប្រាប់ពូគម្រោងសាងសង់អគារថ្មីត្រូវបានអនុម័តហើយខែក្រោយគេនឹងយកគ្រឿងចាក់មកវាយអគារចាស់នេះចោលពូសម្បត្តិស្ងៀមមួយសន្ទុះគាត់សម្លឹងមើលទៅជញ្ជាំងអគារដែលប្រេះស្រាំអគារនេះប្រៀបដូចជាផ្ទះទី2របស់គាត់ការដែលត្រូវវាចោលគឺដូចជាកាត់ផ្នែកមួយនៃជីវិតរបស់គាត់ចេញដែរចុះសាកសពដែលមិនទាន់មានសាច់ញាតិមកទទួលគាត់សួរតិចយើងនឹងបូជាសរុបប៉ុន្តែលោកនាយកដកដង្ហើមធំបញ្ហាដ៏ធំបំផុតនៅក្នុងបន្ទប់ក្រោមដីពូក៏ដឹងថានៅទីនោះមានកោដ្ឋនិងធាតុដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមរាប់រយយើងមិនអាចទុកវានៅទីនោះបានទេពេលគេវាយអគារនាយកសម្លឹងមើលចំភ្នែកពូសម្បត្តិខ្ញុំចង់ពឹងពូយប់នេះឬស្អែកសូមពូជួយរៀបចំច្រកកោដ្ឋទាំងអស់នោះដាក់ចូលកែសឲ្យស្អាតយើងនឹងនិមន្តព្រះសង្ឃរួចយកទៅបែកលែងក្នុងទន្លេទុកនៅទីនេះនាំតែវិញ្ញាណពួកគេមិនបានទៅចាប់ជាតិបែកចោលទាំងអស់ឬពូសម្បត្តិសួរបញ្ជាក់ហាក់ដូចជាមិនអស់ចិត្តបាទព្រោះវាគ្មានឈ្មោះហើយក៏គ្មានសាច់ញាតិដែរទុកក៏គ្មានប្រយោជន៍
ពាក្យថាគ្មានប្រយោជន៍ធ្វើឲ្យបេះដូងពូសម្បត្តិលោតខុសចង្វាក់មួយវិនាទីគាត់មានអារម្មណ៍ថាធាតុទាំងអស់នោះសុទ្ធតែជាមនុស្សដែលធ្លាប់មានជីវិតធ្លាប់មានកិត្តិយសប៉ុន្តែគាត់ជាអ្នកក្រោមបង្គាប់គាត់គ្មានសិទ្ធិជំទាស់ទេបាទខ្ញុំនឹងចាត់ចែងឲ្យនៅយប់នេះមេឃចាប់ផ្ដើមងងឹតស្លុបដំណក់ទឹកភ្លៀងដំបងចាប់ផ្ដើមធ្លាក់ចុះមកពូសម្បត្តិបានប្រាប់ឲ្យកូនឈ្នួល2នាក់ដែលជួយការងារគាត់ត្រឡប់ទៅផ្ទះវិញចុះទៅចុះភ្លៀងជិតធ្លាក់ខ្លាំងហើយការងារក្នុងបន្ទប់ក្រោមដីនេះទុកឲ្យពូធ្វើម្នាក់ឯងបានហើយពួកឯងនៅក្មេងចូលទៅទីនោះនាំតាប្រលឹងប្រលេះអស់ក្មេងៗទាំងពីរនាក់នោះលើកដៃសំពះទាំងត្រេកអរគ្មាននរណាចង់ចោះទៅបន្ទប់ក្រោមដីនោះទេវាជាកន្លែងហាមឃាត់មានពាក្យចចាមអារាមថាអ្នកដែលចោះទៅទីនោះតែងតែឮសំឡេងមនុស្សយំឬឃើញស្រមោលដើរកាត់សូម្បីតែពូសម្បត្តិខ្លួនឯងក៏កម្រនឹងចោះទៅទីនោះដែរបើគ្មានការចាំបាច់គាត់ដើរចូលទៅក្នុងបន្ទប់ដាក់សម្ភារៈគាត់យកពិលថ្មមួយយកថង់ប្លាស្ទិកក្រាស់ៗមួយដុំធំនិងពាក់ម៉ាស់ការពារធូលីសំឡេងផ្គរលាន់ចាប់ផ្ដើមក្រហមពីចម្ងាយខ្យល់ត្រជាក់បក់ចូលតាមបង្អួចបុកនឹងមុខរបស់គាត់វាមិនមែនជាខ្យល់ត្រជាក់ធម្មតាទេតែវាជាខ្យល់ដែលធ្វើឲ្យរោមដៃរបស់គាត់បាសច្រាងគាត់ដើរទៅកាន់ទ្វារដែកច្រេះចាប់មួយនៅខាងក្រៅអគារនោះគឺជាច្រកចុះទៅបន្ទប់ក្រោមដីសោដែលចាក់ជាប់រាប់ខែត្រូវបានគាត់យកកូនសោមកចាក់ក្រឹបសំឡេងសោបើកគាត់ទាញទ្វារដែកធ្ងន់នោះឲ្យបើកឡើងសំឡេងត្រចៀកទ្វារក៏កិតគ្នាលាន់ឮដូចសំឡេងមនុស្សស្រែកធ្ងរក្លិនមួយបានបកចេញពីរន្ធនោះក្លិនដីក្លិនធូបក្លិនសំណើមនិងក្លិននៃអតីតកាលត្រូវបានគេបំភ្លេចចោលវាជាក្លិនដែលធ្វើឲ្យអ្នកដកដង្ហើមចូលហើយមានអារម្មណ៍ថាស្ទះនៅបំពង់កពូសម្បត្តិដកដង្ហើមធំមួយគាត់ចុចកុងតាក់ភ្លើងអំពូលភ្លើងមួយគ្រាប់គត់ដែលនៅខាងក្រោមបានភ្លឺឡើងពន្លឺរបស់វាមានពណ៌លឿងទុំមិនភ្លឺច្បាស់វាគ្រាន់តែជួយឲ្យមើលឃើញផ្លូវដើរប៉ុណ្ណោះជញ្ជាំងតាមផ្លូវចុះមានទឹកហូរជ្រាបចេញមកតិចៗបង្កើតជាស្នាមដានពណ៌ខ្មៅដូចទឹកភ្នែកគាត់ចាប់ផ្ដើមបោះជំហានចុះតាមកាំជណ្ដើរថ្ម1កាំ2កាំ3កាំរាល់ជំហានដែលគាត់ដើរចុះសំឡេងភ្លៀងនៅខាងក្រៅកាន់តែស្ងាត់ទៅជំនួសមកវិញដោយភាពស្ងប់ស្ងាត់និងគួរឲ្យភ័យខ្លាចសំឡេងតែមួយគត់ដែលគាត់ឮគឺសំឡេងបេះដូងរបស់គាត់ដែលលោតដឹបនៅក្នុងទ្រូងនៅទីបំផុតគាត់បានមកដល់បាតនៃអគារហើយនៅចំពោះមុខគាត់គឺជាធ្នើឈើវែងរាប់សិបជួរដែលតម្រៀបគ្នាដូចធ្នើក្នុងបណ្ណាល័យអ្វីដែលនៅលើធ្នើនោះមិនមែនជាសៀវភៅនោះទេវាគឺជាកោតរាប់រយតម្រៀបគ្នាជាជួរខ្លះធ្វើពីដីឥដ្ឋខ្លះធ្វើពីស្ពាន់ដែលមានពណ៌បៃតងដោយសារស្នឹមខ្លះទៀតគ្រាន់តែជាប្រអប់ឈើឬកំប៉ុងដែលច្រេះចាប់ដែលគេយកមកដាក់ធាតុពីងពីងបានចាក់សំណាញ់ពេញទៅអស់ហាក់ដូចជាវាំងននស្ដាងបិទបាំងវិញ្ញាណទាំងនោះពួកគេទាំងអស់នោះធ្លាប់ជាមនុស្សធ្លាប់ជាកូនរបស់នរណាម្នាក់ធ្លាប់ជាឪពុកម្ដាយរបស់នរណាម្នាក់ធ្លាប់មានក្តីស្រមៃធ្លាប់មានស្នេហាធ្លាប់មានការឈឺចាប់ប៉ុន្តែនៅទីបំផុតអ្វីដែលនៅសល់គឺត្រឹមតែធូលីមួយក្តាប់និងភាពឯកានៅក្នុងបន្ទប់ក្រោមដីដ៏ងងឹតនេះសូមអនុញ្ញាតផងណាពូសម្បត្តិលើកដៃសំពះទៅកាន់លំហខ្ញុំមកទីនេះដើម្បីជួយរំដោះអ្នកទាំងអស់គ្នាថ្ងៃស្អែកអ្នកទាំងអស់គ្នានឹងបានទៅកាន់ទីកន្លែងត្រជាក់ត្រជុំហើយមិនបាច់នៅទីនេះទៀតទេគាត់ចាប់ផ្ដើមការងាររបស់គាត់ដៃដែលពាក់ស្រោមដៃកៅស៊ូបានលូកទៅយកកោដទី1 1980គាត់អានលេខដែលសរសេរដោយទឹកថ្នាំពណ៌ខៀវលើកោដដីឥដ្ឋនោះសម័យនោះអ្នកស្លាប់ច្រើនណាស់ដោយសារអត់បាយគាត់បើកគម្របកោដខាងក្នុងមានផេះបន្តិចបន្តួចគាត់ចាក់វាចូលទៅក្នុងថង់ធំមួយដែលគាត់បានត្រៀមទុកគាត់ធ្វើបែបនេះម្ដងមួយពេលវេលាចេះតែដើរទៅមុខដៃរបស់គាត់ធ្វើការយ៉ាងស្ទាត់ជំនាញប៉ុន្តែក្នុងចិត្តរបស់គាត់នៅតែមិនស្ងប់គាត់មានអារម្មណ៍ថាមាននរណាម្នាក់ឬអ្វីម្យ៉ាងកំពុងសម្លឹងមើលគាត់ពីជ្រុងនៃបន្ទប់មិនមែនជាការសម្លឹងដោយកំហឹងទេតែជាការសម្លឹងដោយការរង់ចាំស្រមោលរបស់កោដនៅលើជញ្ជាំងហាក់ដូចជាកម្រាក់យល់ទៅតាមពន្លឺភ្លើងពិលពីម៉ោង6ចូលម៉ោង8ចូលម៉ោង10យប់នៅពេលដែលគាត់ធ្វើការមកដល់ជួរធ្នើខាងក្នុងបំផុតអំពូលភ្លើងស្រាប់តែចាប់ផ្ដើមភ្លឹបភ្លែតពូសម្បត្តិគាត់ឈប់
គាត់ងើបមុខមើលទៅអំពូលក៏មកដាច់អីពេលនេះលោកព្រះអើយការងារមិនតាន់ចប់ទេគាត់បែរមកចាប់អារម្មណ៍នឹងធ្នើខាងក្នុងគេនេះវាស្ថិតនៅក្នុងជ្រុងងងឹតដែលពន្លឺអំពូលចូលទៅមិនដល់គាត់ត្រូវយកពិលមកបញ្ចាំងនៅទីនោះមានកោដ្ឋចាស់ៗពីរបីដែលមើលទៅហាក់ដូចជាមិនមាននរណាប៉ះរាប់សិបឆ្នាំមកហើយនៅចំកណ្ដាលគេមានប្រអប់ឈើចាស់មួយគូដែលដាក់ដាច់ដោយឡែកប្រអប់ឈើធំប្រអប់ធំមួយនិងប្រអប់មួយទៀតតូចដាក់តម្រួតលើគ្នាធូលីដែលតោងនៅពីលើក្រាស់ជាងគេទាំងអស់ឈើរបស់វាពុកផុយស្ទើរតែមើលមិនយល់ថាជាឈើប្រភេទអ្វីពូសម្បត្តិដើរទៅជិតគាត់មិនដឹងថាហេតុអ្វីប៉ុន្តែបេះដូងរបស់គាត់ចាប់ផ្ដើមលោតញាប់ដៃរបស់គាត់ចាប់ផ្ដើមញ័រតិចៗគាត់លើកដៃទៅកាន់ប្រអប់ទាំងពីរនោះបំណងរបស់គាត់គឺគ្រាន់តែចង់បំបែកធាតុនៅក្នុងប្រអប់ទាំងពីរនោះដាក់ចូលក្នុងថង់រៀងៗខ្លួនដូចកោដ្ឋដទៃទៀតគាត់ចាប់យកប្រអប់ឈើធំខាងក្រោមគាត់បើកគម្របវាឃើញធាតុពណ៌សលាយប្រផេះនៅខាងក្នុងគាត់យកថង់ផ្លាស្ទិកមកហើយចាប់ដើមចាក់ធាតុនោះចូលបន្ទាប់មកគាត់យកប្រអប់ឈើតូចដែលនៅពីលើគាត់បំរុងនឹងចាក់ចូលទៅក្នុងថង់មួយទៀតភ្លាមនោះពិភពលោកហាក់ដូចជាជប់វិលភ្លាមវាមិនមែនជាសំឡេងស្រែកទេវាមិនមែនជាសំឡេងគោះទ្វារនោះទេប៉ុន្តែវាគឺជាការបញ្ជានៅពេលដែលដៃពូសម្បត្តិកាន់ប្រអប់តូចនោះហើយបំរុងទាញវាឲ្យចេញឆ្ងាយពីប្រអប់ធំស្រាប់តែដៃរបស់គាត់កម្រើកលែងបានសរសៃដៃរបស់គាត់ឡើងរឹងជើងរបស់គាត់កម្រើកលែងបានសូម្បីតែដង្ហើមរបស់គាត់ក៏តឹងណែនហាក់ដូចជាមានអ្វីសង្កត់ពីលើទ្រូងនៅក្នុងក្បាលរបស់គាត់ដែលធ្លាប់តែស្ងប់ស្ងាត់ស្រាប់តែមានពាក្យមួយម៉ាត់ស្ទុះឡើងយ៉ាងលឿនដូចគេស្រែកដាក់ត្រចៀកគាត់ទោះបីជាគាត់មិនបានឮសំឡេងអ្វីសោះទេពូសម្បត្តិស្លាប់ចិត្តគាត់ញើសប៉ិនក្របពោតដែលហូរចេញមកតាមជើងសក់គាត់ព្យាយាមប្រើកម្លាំងដើម្បីទាញប្រអប់តូចនោះចេញម្ដងបន្តិចមិនក៏អញ្ចឹងប៉ុន្តែអ្នកដឹងទេវាហាក់ដូចជាមានកម្លាំងមើលមិនឃើញមួយទាញដៃគាត់ឲ្យត្រឡប់ទៅកន្លែងដើមវិញវាជាកម្លាំងទាញដ៏ទន់ភ្លន់តែម៉ឺងម៉ាត់បំផុតដូចជាដៃរបស់ម្ដាយដែលចាប់ដៃកូនមិនឲ្យរត់លេងផ្លូវថ្នល់អញ្ចឹងអារម្មណ៍ភ័យខ្លាចចាប់ផ្ដើមចូលមកគ្របដណ្ដប់ពេញមួយជីវិតជាអ្នករៀបចំសពគាត់មិនដែលជួបប្រទះរឿងរ៉ាវស្អីបែបនេះទេគាត់ដាក់ប្រអប់ទាំងពីរចោលទៅលើតុវិញថ្នមដោយដកដង្ហើមហត់សុំទោសគាត់និយាយទាំងសំឡេងញ័រគាត់យកពេលមកបញ្ចាំងមើលឈ្មោះនៅលើប្រអប់ទាំងពីរនោះឲ្យច្បាស់ដែលគាត់មិនបានចាប់អារម្មណ៍មើលពីដំបូងដោយសារតែគាត់ប្រញាប់ពេកគាត់យកម្រាមដៃទៅជូតធូលីដែលបិទបាំងស្លាកឈ្មោះនោះចេញនៅលើប្រអប់ធំមានបន្ទះដែលច្រេះចាស់មួយសរសេរថាឈ្មោះហងធីតាដែលជាម្ដាយអាយុ25ឆ្នាំស្លាប់នៅក្នុងឆ្នាំ1972ហើយនៅលើប្រអប់តូចដែលគាត់បំរុងនឹងបំបែកចេញមាញ់នេះមានសរសេរថាឈ្មោះបតជាកូនអាយុ1ខែស្លាប់នៅក្នុងឆ្នាំ1972ពូសម្បត្តិទម្លាក់ពិលពីដៃជង្គង់របស់គាត់ទន់គាត់ថយក្រោយទៅផ្អែកនឹងជញ្ជាំង1972គាត់រអ៊ូតិចពួកគេជាម្ដាយនិងកូនដែលស្លាប់ក្នុងឆ្នាំតែមួយហើយត្រូវបានគេដាក់ឲ្យនៅជាមួយគ្នាជាង50ឆ្នាំមកហើយកម្លាំងដែលខត់គាត់មុននេះមិនមែនជាការលងបន្លាចដើម្បីឲ្យគាត់ខ្លាចនោះទេតែវាជាការអង្វរករវាជាក្តីស្រឡាញ់របស់ម្ដាយដែលទោះបីជាសល់ត្រឹមតែលំអងធូលីក៏នៅតែមិនព្រមឲ្យនរណាម្នាក់មកបំបែកកូនចេញពីទ្រូងរបស់គាត់ដែររំពេចនោះអំពូលភ្លើងក៏រលត់ឆឹងបន្ទប់ក្រោមដីទាំងមូលធ្លាក់មកក្នុងភាពងងឹតសូន្យសឹងពូសម្បត្តិជាយាមស្ទាបរកពិលប៉ុន្តែដៃគាត់ប៉ះតែភាពទទេក្នុងភាពងងឹតដែលគួរឲ្យភ័យខ្លាចនោះគាត់ស្រាប់តែឮសំឡេងមួយវាជាសំឡេងច្រៀងបំពេកូនវាមិនមែនជាសំឡេងខ្មោចលងបន្លាចទេតែវាជាសំឡេងដ៏ពីរោះនិងពោរពេញទៅដោយការឈឺចាប់ហើយអ្វីដែលចម្លែកបំផុតនោះគឺក្លិនធូបចាស់ៗនៅក្នុងបន្ទប់បានប្រែទៅជាក្លិនឈាមនិងក្លិនរំសាវភ្នែករបស់ពូសម្បត្តិចាប់ផ្ដើមស្រវាំងជញ្ជាំងស៊ីម៉ង់នៃបន្ទប់នឹងកលសពបានរលាយបាត់ទៅជំនួសមកវិញដល់ជញ្ជាំងក្តារវិញ្ញាណរបស់គាត់ត្រូវបានទាញឲ្យត្រឡប់ទៅកាន់អតីតកាលទៅកាន់ឆ្នាំ1972នៅក្នុងហេតុនិមិត្តនោះពូសម្បត្តិលេងនៅក្នុងបន្ទប់ក្រោមដីទៀតហើយគាត់កំពុងឈរនៅក្នុងផ្ទះឈើមួយខ្នងដែលមានពន្លឺភ្លើងទៀននិងចង្កៀងប្រេងកាតឆេះតិចៗប្រតិទិនដែលព្យួរនៅលើជញ្ជាំងបង្ហាញកាលបរិច្ឆេទនៃខែមេសាឆ្នាំ1972
នៅកណ្ដាលប្រទេសមានស្ត្រីម្នាក់និងក្មេងម្នាក់នាងឈ្មោះថាធីតាមានសម្រស់ស្រស់ស្អាតដូចបុប្ផាប៉ុន្តែពេលនេះផ្ទៃមុខរបស់នាងស្លេកស្លាំងគ្មានឈាមសក់របស់នាងធ្លាប់តែរៀបចំស្អាតបាតពេលនេះប្រែក្លាយទៅជាកកនៅក្នុងដៃរបស់នាងកំពុងអោបកូនង៉ែតូចមួយដែលមានអាយុមិនដល់1ខែផងជាប់នឹងដើមទ្រូងកូននោះមានឈ្មោះថាបតសំឡេងវិទ្យុតាក់ទងដែលដាក់នៅលើតុលាន់ឮឡើងទាំងរអាក់រអួលសូមបងប្អូនប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់បំរាមគោចរនិងចាប់ផ្ដើមនៅម៉ោង6ល្ងាចនេះហាមចេញពីផ្ទះដាច់ខាតស្ថានភាពកំពុងវឹកវរធីតាញាត់ខោអាវកូនដាក់ចុះក្នុងវ៉ាលីយ៉ាងប្រញាប់ប្រញាល់ដៃនាងញ័រត្រត្រឹកធ្វើឲ្យខោអាវធ្លាក់ចុះឡើងនាងងាកទៅនិយាយជាមួយរូបបុរសម្នាក់ជាបុរសពេលឯកសណ្ឋានជាទាហានបងវីរៈបងនៅឯណាបងសន្យាថានឹងមកទទួលអូននិងកូនទៅភ្នំពេញយប់នេះមិនក៏បងមិនទាន់មកសំឡេងនាងអួលដាំកនាងដឹងថាប្តីរបស់នាងកំពុងជាប់ក្នុងសមរភូមិនៅជួរមុខប៉ុន្តែនាងនៅតែមានក្តីសង្ឃឹមថាមនុស្សដែលនាងស្រឡាញ់នឹងត្រឡប់មកវិញប៉ុន្តែព្រំលិខិតមិនដែលស្ដាប់ពីអង្វររបស់មនុស្សទេសំឡេងជើងធ្ងន់បានដើរឡើងមកលើផ្ទះពន្លឺពិលបានបញ្ចាំងរេទៅរេមកពួកគេមិនមែនជាទាហានទេពួកគេគឺជាក្រុមចៅប្រដាប់អាវុធ3នាក់ដែលឆ្លៀតឱកាសពេលស្រុកមានសង្គ្រាមដើម្បីចូលប្លន់ផ្ទះអ្នកមានមុខរបស់ពួកគេរុំក្រណាត់ខ្មៅឃើញតែភ្នែកកាចសាហាវឆែកមើលទៅផ្ទះមេបញ្ជាការអញ្ចឹងប្រកាសជាមានមាសច្រើនហើយចៅម្នាក់ស្រែកបញ្ជាដោយសំឡេងខ្លាំងពួកគេចាប់ផ្ដើមរើកកាយពេញផ្ទះសំឡេងបាយចានបាយឆ្នាំងប្រៅសំឡេងទូឈើត្រូវបានគេវាបំបែកធីតាឃើញស្បែកជើងកវែងរបស់ពួកវាដែលកាត់ចុះកាត់ឡើងនៅមុខគ្រែរបស់នាងនៅក្រោមគ្រែបេះដូងរបស់ធីតាលោតញាប់ដោយស្ករភ្នែករបស់នាងអូសស្រក់លើថ្ពាល់កូនតូចបត់ចាប់ផ្ដើមរើព្រោះតែថប់ដង្ហើមនឹងឃ្លានទឹកដោះកុំយំណាកូនម៉ែអង្វរកុំយំនាងបន់ស្រន់ក្នុងចិត្តទាំងខ្លួនញ័រដូចកូនសត្វចៅម្នាក់បានដើរមកជិតគ្រែវាឈប់វាអោនចុះមកបន្តិចពន្លឺពិលរបស់វារេមកចំក្រោមគ្រែធីតាខាំមាត់ខ្លួនឯងរហូតដល់ចេញឈាមដើម្បីកុំឲ្យបញ្ចេញសំឡេងនាងសង្ឃឹមថាវានឹងមិនឃើញនាងប៉ុន្តែទារកមិនយល់ពីសភាពការទេក្មេងតូចបត់បានស្រែកយំឡើងចៅទាំង3នាក់ងាកមកមើលព្រមគ្នាហាមានមនុស្សតាដៃដ៏រឹងកំព្រឹសមួយបានលូកមកចាប់សក់របស់ធីតាឲ្យអូសនាងចេញពីក្រោមគ្រែយ៉ាងកំរោលអូយលេងខ្ញុំទៅធីតាស្រែកឈឺចាប់នាងត្រូវបានគេបោះទៅលើក្តារប៉ុន្តែដៃរបស់នាងនៅអោបកូនជាប់មិនព្រមលេងមាសនៅឯណាចៅម្នាក់យកចុងកំភ្លើងភ្ជុំក្បាលនាងខ្ញុំគ្មានមាសទេប្តីខ្ញុំយកទៅអស់ហើយខ្ញុំមានតែជីវិត2នាក់ម៉ែកូនទេសូមអាណិតខ្ញុំផងធីតាសូមអង្វរទាំងទឹកភ្នែករហាមពួកចៅមិនជឿពួកវាខឹងខ្លាំងណាស់ដែលរកអ្វីមិនឃើញចៅម្នាក់ទៀតបានដើរមកហើយយកកំភ្លើងតម្រង់ទៅកូនតូចក្នុងដៃនាងបើមិនប្រាប់ជាងបាញ់អាមួយតូចនេះចោលគ្រាន់តែឃើញចុងកំភ្លើងតម្រង់ទៅកូនសភាវគតិជាម្ដាយបានធ្វើឲ្យធីតាភ្លេចអស់ការភ័យខ្លាចកុំធ្វើបាបកូនខ្ញុំនាងស្ទុះទៅខាំដៃចោលនោះហើយរុញវាឲ្យដួលនាងស្ទុះក្រោកឡើងរត់សំដៅទៅបង្អួចបំណងចង់លោតចេញដើម្បីគេចខ្លួននាងរត់បានត្រឹមតែ3ជំហានប៉ុណ្ណោះផាំងសន្ទុះក្របកំភ្លើងបានបុកចំខ្នងរបស់នាងពេញទំហឹងធីតាដួលទៅលើក្តារប៉ុន្តែអ្វីដែលធ្វើឲ្យពូសម្បត្តិឈរទាំងក្តុកដួលបំផុតនៅពេលនោះនាងពេលដែលនាងដួលនាងមិនបានយកដៃទប់ដីទេនាងបែរជាយកខ្លួនរបស់នាងរងបង្វិលខ្លួនមកខាងក្រោយដើម្បីកុំឲ្យកូនតូចដែលនៅក្នុងដៃបោកនឹងក្តាររាងកាយរបស់នាងដួលបោកនឹងក្តារដុកប៉ុន្តែកូនតូចបត់នៅតែមានសុវត្ថិភាពនៅលើទ្រូងរបស់នាងពួកចៅឃើញមនុស្សស្លាប់ពួកគេក៏ភ័យស្លន់ស្លោហើយរត់គេចខ្លួនបាត់ទៅនៅក្នុងផ្ទះដ៏ងងឹតនិងស្ងាត់ជ្រងំនៅសល់តែស្ត្រីម្នាក់ដែលកំពុងដេកក្នុងថ្លុកឈាមធីតាដឹងខ្លួនថានាងមិនអាចរស់ទេក្របកំភ្លើងបានទម្លុះសួតរបស់នាងហើយឈាមហូរចេញពីមាត់របស់នាងកម្លាំងរបស់នាងកាន់តែខ្សោយទៅនាងប្រឹងបើកភ្នែកមើលកូនរបស់នាងជាលើកចុងក្រោយកូនតូចបត់មិនត្រូវរបួសទេគេកំពុងសម្លឹងមើលមុខម្ដាយហើយយំដៃដែលប្រឡាក់ឈាមរបស់នាងបានលើកមកអង្អែលថ្ពាល់កូនថ្នម
នាងចង់និយាយថាម៉ែស្រឡាញ់កូនប៉ុន្តែនាងគ្មានកម្លាំងនិយាយទេនាងបានត្រឹមតែប្រើដង្ហើមចុងក្រោយច្រៀងបទបំពេដែលតែងតែច្រៀងឲ្យកូនស្ដាប់ដើម្បីលួងឲ្យកូនកុំយំសំឡេងរបស់នាងកាន់តែខ្សោយទៅរហូតដល់ស្ងាត់ឆឹងធីតាបានផុតដង្ហើមទៅហើយប៉ុន្តែដៃទាំងពីររបស់នាងនៅតែអោបកូនជាប់យ៉ាងណែនរហូតដល់សំបីតែសេចក្តីស្លាប់ក៏មិនអាចបំបែកដៃនោះបានដែរពូសម្បត្តិភ្ញាក់ព្រឺតមកវិញនៅក្នុងបន្ទប់ក្រោមដីភ្លើងអំពូលបានភ្លឺឡើងវិញគាត់ដកដង្ហើមហត់ដូចមនុស្សដែលទើបងើបពីលង់ទឹកញើសជោកពេញខ្លួនគាត់លើកដៃមកស្ទាបមុខមានទឹកសាមគឺទឹកភ្នែករបស់បុរសចំណាស់ម្នាក់នេះហូរស្រក់ចុះមកលើថ្ពាល់ដោយមិនដឹងខ្លួនឥឡូវនេះគាត់យល់ហើយថាហេតុអ្វីបានជាគាត់មិនអាចបំបែកកោទាំងពីរនេះបានកាលពី50ឆ្នាំមុនសេចក្តីស្លាប់ក៏មិនអាចបំបែកពួកគេបានដែរដូច្នេះតើគាត់ជានរណាហេតុអ្វីក៏គាត់ហ៊ានទៅបំបែកពួកគេនៅថ្ងៃនេះពូសម្បត្តិសម្លឹងមើលទៅប្រអប់ឈើទាំងពីរនោះដោយការគោរពគាត់លុតជង្គង់ចុះលើកដៃសំពះទៅកាន់កោដ្ឋរបស់ធីតានិងបុត្រខ្ញុំសំទោសដែលខ្ញុំស្ទើរតែធ្វើឲ្យអ្នកទាំងពីរប្រត់គ្នាខ្ញុំសន្យាថានឹងឲ្យអ្នកទាំងពីរនៅជាមួយគ្នាជារៀងរហូតគាត់បានសម្រេចចិត្តមិនដាក់ធាតុទាំងពីរក្នុងថង់រួមទេគាត់បានយកក្រណាត់សមកខ្ចប់ប្រអប់ទាំងពីរនោះជាប់គ្នាគាត់ចងវាយ៉ាងណែនហាក់ដូចជាចង់ជួយការពារចំណងស្នេហ៍របស់ម្ដាយនិងកូនមួយគូនេះនៅព្រឹកស្អែកឡើងនៅពេលដែលព្រះសង្ឃមកធ្វើពិធីរួចរាល់ពូសម្បត្តិបានយកកោដ្ឋរបស់ធីតានិងបុត្រទៅបណ្ដែតទឹកដោយផ្ទាល់ដៃគាត់មិនបានបាយធាតុចោលដូចធាតុដទៃទេតែគាត់បានដាក់ប្រអប់ទាំងពីរអណ្ដែតទៅតាមទឹកជាមួយគ្នាខណៈដែលប្រអប់ឈើនោះអណ្ដែតទៅឆ្ងាយក្រោមពន្លឺព្រះអាទិត្យរះថ្មីពូសម្បត្តិហាក់ដូចជាបានឃើញស្រមោលស្ត្រីម្នាក់ស្លៀកពាក់ស្អាតបាតកំពុងពរកូនដើរលើផ្ទៃទឹកហើយងាកមកញញឹមដាក់គាត់សំឡេងខ្សឹបមួយបានរសាត់មកតាមខ្យល់អរគុណចាប់តាំងពីថ្ងៃនោះមកគ្មាននរណាឮសំឡេងយំនៅក្នុងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យនោះទៀតឡើយបាទរឿងរ៉ាវរបស់នាងធីតាបានបញ្ជាក់ប្រាប់យើងថាក្តីស្រឡាញ់របស់ម្ដាយទោះបីខ្លាចជាផេះផងក៏នៅតែមានអានុភាពខ្លាំងក្លាជាងវ័យទាំងអស់សង្ឃឹមថាវិញ្ញាណរបស់អ្នកនាងធីតានិងកូនបានទៅកាន់សុគតិភពហើយប្រសិនបើបងប្អូនពេញចិត្តសាច់រឿងមួយនេះកុំភ្លេចចុច like និង subscribe Channel ដើមថ្នោតនិទានរឿងម្នាក់មួយផងដើម្បីទទួលបានរឿងនិទានថ្មីបន្តទៀតសម្រាប់រាត្រីនេះសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាគេងលក់សុបិនល្អនិងកុំភ្លេចមើលក្រោមគ្រែផងមុននឹងចូលគេងសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ